សូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតើលោកអ្នកកំពុងជួបបញ្ហាក្នុងការចំណាយថវិកាច្រើនទៅលើការទិញប្រេងឬសាំងដើម្បីធ្វើការចាក់ទៅលើម៉ាស៊ីនបូមទឹកដើម្បីបូមទឹកស្រោចស្រពដំណាំរបស់លោកអ្នកមែនទេអត់បារម្ភទៀតហើយថ្ងៃនេះខ្ញុំសូមណែនាំនៅប្រភេទ motor បូមទឹក solar ម៉ាក Kipeda ប្រភេទដាក់លើគោក model ST ទាំងពីរ model ចំពោះប្រភេទ motor នៅខាងស្ដាំដៃខ្ញុំនេះគឺជាប្រភេទ motor បូមទឹក solar ដាក់លើគោកកម្លាំង7សេស model ST 42 46 5.5 ដែលជាប្រភេទ motor កម្លាំង7សេសកន្លះវាអាចធ្វើការបូមទឹកបានបរិមាណ42ម៉ែត្រគីបក្នុង1ម៉ោងជាមួយនឹងកម្ពស់រុញរហូតទៅដល់កម្ពស់46ម៉ែត្រដែលប្រភេទ motor នេះគឺយើងធ្វើការតេស្តសាកល្បងធ្វើការបូមទឹកពីស្រះខាងក្រោយនិងបូមដាក់ទៅចំការឈូកខាងមុខហើយប្រភេទ motor នេះជាប្រភេទ motor ប្រើប្រាស់ភ្លើង AC DC hybrid អាចប្រើប្រាស់ទាំងភ្លើង solar ក៏បាននិងភ្លើងរ៉ាត់ក៏បានហើយប្រើប្រាស់ភ្លើងរ៉ាត់ជាប្រភេទភ្លើង380រីឯជាមួយនឹងភ្លើង solar វិញគឺយើងប្រើប្រាស់ជាមួយនឹងផ្ទាំង solar ចំនួន14សន្លឹកដែលជាប្រភេទផ្ទាំង solar កម្លាំង600វ៉ាត់កញ្ចក់សងខាងហើយចំពោះទំហំស្យោចេញវិញគឺជាមួយនឹងទំហំស្យោទឹកចូលទឹកចេញ100ដូចគ្នាលក្ខណៈពិសេសរបស់ motor នេះគឺយើងបានភ្ជាប់មកជាមួយនឹងទូបញ្ជាដែលបានដំឡើងរួចជាស្រេចពីខាងរោងចក្រផងដែរបងប្អូនដែលមានចំណាប់អារម្មណ៍អាចធ្វើការជ្រើសរើសនៅប្រភេទ model ST នេះទៅប្រើប្រាស់បានព្រោះថាប្រភេទនេះអាចបូមទឹកបានច្រើនរុញបានឆ្ងាយនិងរុញបានសម្ពាធខ្លាំងជាពិសេសបងប្អូនអាចធ្វើការបូមទឹកដាក់ស្រែដាក់ចម្ការឬក៏ស្រោចស្រពដំណាំបានហើយលក្ខណៈពិសេសរបស់ motor នេះគឺយើងមានຂະຫນាតកម្លាំងរហូតដល់30សេសសម្រាប់ប្រភេទ motor បូមទឹក solar ម៉ាក Kipeda យើងក៏មានការធានាបន្ថែមរយៈពេល1ឆ្នាំទៅលើគ្រឿងបន្លាស់និងរយៈពេល3ឆ្នាំទៅលើសេវាកម្មមិនថាប្រភេទ motor បូមទឹកទម្លាក់អណ្ដូងឬដាក់លើគោកនោះទេ